ហ្វឹកហាត់បន្ថែមគុណតម្លៃទៅមនុស្សនៅពេលអ្នករីកចម្រើនឡើងក្នុងលោកនៃភាពជោគជ័យការងាររបស់អ្នកនឹងក្លាយទៅជាការគ្រប់គ្រងមនុស្សច្រើនឡើងគ្រប់ពេលចូលសួរខ្លួនឯងថាខ្ញុំនឹងធ្វើយ៉ាងម៉េចទើបអាចបន្ថែមគុណតម្លៃឲ្យទៅកូនចៅរបស់ខ្ញុំបានតែខ្ញុំត្រូវធ្វើយ៉ាងម៉េចទើបអាចជួយឲ្យកូនចៅគ្រប់រូបមានប្រសិទ្ធភាពបន្ថែមឡើងចូលចាំទុកថាកាលណាបើអ្នកចង់ទាញយកអ្វីមួយដ៏ល្អចេញពីអ្នកណាម្នាក់អ្នកត្រូវតែមើលឲ្យឃើញនៅអ្វីដែលល្អបំផុតរបស់គេនោះជាមុនសិនហ្វឹកហាត់បន្ថែមគុណតម្លៃឲ្យទៅយើងខ្លួនឯងសម្ភាសខ្លួនឯងរាល់ថ្ងៃដោយសួរថាតើត្រូវធ្វើអ្វីដើម្បីឲ្យខ្ញុំមានតម្លៃច្រើនឡើងក្នុងថ្ងៃនេះមិនត្រូវមើលខ្លួនឯងនៅអ្វីដែលអ្នកកំពុងតែមានទេតែត្រូវមើលខ្លួនឯងនៅអ្វីដែលអ្នកអាចទៅរួចហើយវិធីដែលអាចនាំអ្នកឲ្យទៅដល់ចំណុចនេះបានក៏កើតឡើងឯងចូលសាកល្បងធ្វើទៅហើយចាំមើលផងថាម្ចាស់និងប្រធានរោងពុម្ពខ្នាតម្ធ្យមម្នាក់ដែលបានចូលនិវត្តន៍ដោយខ្លួនឯងគាត់បានពន្យល់ពីវិធីដែលគាត់ជ្រើសរើសមនុស្សឲ្យមកជំនួសតំណែងរបស់គាត់ដូចតទៅគាត់ចាប់ផ្ដើមនិយាយថា5ឆ្នាំមកហើយខ្ញុំត្រូវការករណីករម្នាក់ឲ្យមកធ្វើការងារផ្នែកហិរញ្ញវត្ថុនិងការងារក្នុងការិយាល័យទូទៅអ្នកដែលខ្ញុំជួលមកនោះឈ្មោះ Harry អាយុ26ឆ្នាំគាត់គ្មានចំណេះដឹងផ្នែកពាណិជ្ជកម្មទេតែនៅក្នុងប្រវត្តិរូបរបស់គាត់បានបង្ហាញពីករណីករមីយ៉ាងពូកែកាលពី1ឆ្នាំកន្លងមកនេះខ្ញុំក៏ឈប់ធ្វើការហើយខ្ញុំបានលើកគាត់ឲ្យធ្វើជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុននៅពេលមើលទៅអតីតកាលវិញទើបខ្ញុំយល់យ៉ាងច្បាស់ថា Harry មានគុណសម្បត្តិមួយយ៉ាងដែលធ្វើឲ្យគេឈានមុខមនុស្សគ្រប់រូបគឺគាត់មានការស្មោះត្រង់និងការចាប់អារម្មណ៍ចំពោះការងាររបស់ក្រុមហ៊ុនដូចជារបស់ផ្ទាល់ខ្លួនអញ្ចឹងមិនមែនគ្រាន់តែរៀបចំចំណាយថវិកានិងកត់ត្រារបាយការណ៍ទេតែនៅពេលណាដែលគាត់មើលឃើញថាអាចជួយអ្នកដទៃបានគាត់ជួយភ្លាមហើយគាត់នឹងផ្ដល់ការណែនាំយ៉ាងស្មោះត្រង់ទៀតផងនៅពេលណាដែលគាត់គិតថាអាចជួយនិយោជកបានគាត់ធ្វើភ្លាមដើម្បីប្រយោជន៍រួម Harry ខំធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយក្រុមហ៊ុនមិនមែនចំពោះតែផ្នែករបស់គាត់ទេតែមិនតែប៉ុណ្ណោះទេគាត់ថែមទាំងបានសិក្សាពីដើមទុនរបស់ភាគីផលិតផលពីភាគីផលិតបន្ថែមទៀតហើយរកឃើញថាបើក្រុមហ៊ុនព្រមបណ្ដាក់ទុនបន្ថែមម៉ាស៊ីនបោះពុម្ពថ្មីនឹងអាចរកចំណូលបានកាន់តែច្រើនឡើងគ្រាមួយក្រុមហ៊ុនបានជួបប្រទះបញ្ហាអតិថិជនតិចទៅ Harry ក៏បានចូលទៅរកអ្នកបង្កើតតម្លៃរបស់ក្រុមហ៊ុនហើយនិយាយថាខ្ញុំមិនដឹងរឿងការងារផ្នែករបស់អ្នកទេតែអ្នកអាចឲ្យខ្ញុំជួយបានទេ Harry ត្រឡប់មកវិញនាំមកទាំងគំនិតថ្មីដើម្បីរកការងារមកចូលក្រុមហ៊ុនទើបជួយធ្វើឲ្យក្រុមហ៊ុនមានបានការងារបោះពុម្ពយ៉ាងច្រើនឡើងវិញនៅពេលមានអ្នកគ្រប់គ្រងថ្មីចូលមកធ្វើការ Harry មានអារម្មណ៍ថាជាអ្នកគ្រប់គ្រងរបស់គាត់អញ្ចឹងទើបធ្វើឲ្យអ្នកចូលមកគ្រប់គ្រងថ្មីមានភាពកក់ក្ដៅនៅពេលខ្ញុំចូលនិវត្តន៍ Harry ជាមនុស្សទី1ដែលខ្ញុំជ្រើសរើសឲ្យធ្វើការងារជាមួយខ្ញុំតែកុំច្រឡំក្រុមហ៊ុនបាននិយាយបន្តទៀតថា Harry ចូលចិត្តជួយការងាររបស់ខ្ញុំឬគេគ្រាន់តែជាមនុស្សចូលចិត្តឈឺឆ្អាលឬរវល់ជាមួយនឹងអ្នកដទៃគ្រប់គ្នាគាត់មិនមែនជាមនុស្សបំពានគេហើយក៏មិនមែនជាមនុស្សចូលចិត្តនិយាយដើមគេពីក្រោយខ្នងដែរឬមួយចូលចិត្តចេញបទបញ្ជាទូទៅទេគាត់គ្រាន់តែសុំខ្លួនចូលទៅជួយប៉ុណ្ណោះធ្វើហាក់ដូចជាថាអ្វីទាំងអស់នៅក្នុងក្រុមហ៊ុនជាប់នឹងខ្លួនគាត់មានអារម្មណ៍ថាការងាររបស់ក្រុមហ៊ុនគឺជាការងាររបស់គាត់យើងត្រូវរៀនសូត្រមេរៀនពី Henry ទស្សនៈដែលថាខ្ញុំធ្វើការងាររបស់
ខ្ញុំធ្វើការរបស់ខ្ញុំប៉ុណ្ណឹងគ្រប់គ្រាន់ហើយនេះជាគំនិតដ៏តូចនិងអវិជ្ជមានមនុស្សដែលគិតធំសម្លឹងមើលខ្លួនឯងមិនមែនក្នុងឋានៈឯកតបុគ្គលឬឋានៈរបស់បុគ្គលម្នាក់តែប៉ុណ្ណោះទេតែត្រូវសម្លឹងមើលក្នុងឋានៈដែលខ្លួនជាផ្នែកមួយរបស់ក្រុមមានចំណែកឈ្នះឬចាញ់នៅក្នុងក្រុមក៏បានជួយគ្រប់មធ្យោបាយដែលអាចធ្វើទៅបានទោះបីមិនបានទទួលផលតបស្នងដោយផ្ទាល់និងភ្លាមសម្រាប់ទង្វើរបស់គាត់ក៏ដោយនេះដែលធ្វើមិនដឹងមិនឮនឹងបញ្ហារបស់មិត្តរួមការងារនិងគំនិតយោបល់ក្នុងទំនងដែលថានឹងមិនមែនជារឿងរបស់ខ្ញុំឲ្យគេលំបាកតែម្នាក់ឯងទៅបែបនេះជាមនុស្សដែលខ្វះទស្សនៈបំផុតដើម្បីធ្វើជាអ្នកដឹកនាំបានវឹកហាត់ជាមនុស្សគិតធំឃើញផលប្រយោជន៍របស់មុខជំនួញឬក្រុមហ៊ុនដូចជាផលប្រយោជន៍របស់ខ្លួនឯងមនុស្សធ្វើការងារក្នុងក្រុមហ៊ុនធំមានតិចណាស់ដែលមើលឃើញផលប្រយោជន៍របស់ក្រុមហ៊ុនដោយស្មោះត្រង់និងមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងក៏ជាហេតុផលដែលថាហេតុអ្វីមានមនុស្សចំនួនតិចអ្នកដែលអាចហៅបានថាជាមនុស្សដែលគិតធំមនុស្សក្រុមតូចទាំងអស់នេះនៅទីបំផុតនឹងទទួលបានផលតបស្នងដោយតំណែងការងារដែលមានភាពទទួលខុសត្រូវនិងមានប្រាក់ខែខ្ពស់មនុស្សដែលមានសក្តានុពលខ្ពស់បំផុតយ៉ាងច្រើនសុខចិត្តបណ្ដោយឲ្យអ្វីតូចតាចនិងមិនសំខាន់ផ្សេងចូលមករាំងស្ទះភាពរីកចម្រើនរុងរឿងរបស់ខ្លួនឯងខាងក្រោមនេះជាឧទាហរណ៍4រឿងទៀតមួយអ្វីខ្លះដែលអាចធ្វើឲ្យយើងថ្លែងសន្ទរកថាបានល្អមនុស្សស្ទើរតែគ្រប់រូបសង្ឃឹមថានឹងមានសមត្ថភាពនិយាយនៅទីសាធារណៈបានល្អបំផុតតែមានមនុស្សតិចអ្នកណាស់ដែលបានសមដោយបំណងហើយមនុស្សភាគច្រើនមិនអាចនិយាយបានល្អក្នុងទីសាធារណៈឡើយតើហេតុអ្វីហេតុផលងាយគឺដោយសារមនុស្សភាគច្រើនព្រួយបារម្ភតែរឿងតូចតាចនៃការនិយាយទើបធ្វើឲ្យចំណែកដែលជាចំណុចសំខាន់ធំត្រូវបាត់បង់ក្នុងការត្រៀមនិយាយនោះមនុស្សភាគច្រើនចូលចិត្តបញ្ចូលពាក្យណែនាំផ្សេងពេញក្នុងខួរក្បាលដូចជាខ្ញុំត្រូវចាំទុកថាត្រូវឈរខ្លួនឲ្យត្រង់កុំបង្វិលខ្លួនទៅមកនិងកុំប្រើដៃកុំឲ្យអ្នកស្ដាប់ឃើញថាអ្នកប្រើក្រដាសកត់ត្រាអ្នកត្រូវចាំទុកថាខ្ញុំកុំនិយាយខុសវេយ្យាករណ៍ឲ្យប្រកាសក្នុងចិត្តថាកបាត់ករបស់អ្នកត្រង់និយាយឲ្យច្បាស់តែកុំលឺពេកពេលនេះតើមានអ្វីកើតឡើងនៅពេលអ្នកឡើងទៅនិយាយគេខ្លាចដោយសារតែភ័យព្រួយចំពោះរឿងផ្សេងយ៉ាងច្រើនដែលខ្លួនមិនត្រូវធ្វើសោះគេក៏ចាប់ផ្ដើមជ្រួលច្រាលនៅរឿងដែលត្រូវនិយាយនិងមិនប្រកាសក្នុងចិត្តថាខ្ញុំធ្វើខុសឬអត់យើងអាចនិយាយយ៉ាងខ្លីថាគេនឹងទុនជ្រាយព្រោះតែខ្វល់នឹងគុណសម្បត្តិតូចតាចហើយមិនសំខាន់សោះសម្រាប់អ្នកដែលជាវាគ្មិនដ៏ល្អបើមិនផ្ដោតទៅលើរឿងធំទេនោះគឺចំណេះដឹងក្នុងរឿងដែលគេត្រូវឡើងនិយាយនិងបំណងយ៉ាងមុតមមដែលត្រូវបកស្រាយរឿងនោះឲ្យអ្នកដទៃបានស្ដាប់នេះជារឿងដ៏សំខាន់ដែលត្រូវបានគេឲ្យខ្លាចជាវាគ្មិនយ៉ាងពូកែអ្វីដែលត្រូវប្រាប់ថាវាគ្មិនអាចទទួលជោគជ័យឬអត់នោះមិនមែនស្ថិតនៅលើការឈរឲ្យត្រង់ខ្លួនឬនិយាយមិនខុសវេយ្យាករណ៍ទេតែស្ថិតនៅត្រង់ថាអ្នកស្ដាប់ចាប់បានចំណុចសំខាន់ដែលគេនិយាយនោះបានឬអត់វាគ្មិនដែលឈានមកគេភាគច្រើនមានប្រការខុសឆ្គងបន្តិចបន្តួចអ្នកខ្លះសូម្បីតែសម្លេងក៏មិនល្អផងតែគេមានអ្វីពិសេសពិតប្រាកដគេមានរឿងមួយចំនួនដែលត្រូវនិយាយហើយគេមានបំណងចង់ឲ្យអ្នកដទៃស្ដាប់បានកុំឲ្យភាពព្រួយកង្វល់ចំពោះរឿងតូចតាចមករារាំងអ្នកឲ្យឃ្លាតចាក់ពីវាគ្មិនដ៏ជោគជ័យបានឡើយ2តើអ្វីទៅដែលធ្វើឲ្យកើតមានវិវាទគ្នាតើអ្នកធ្លាប់គិតនិងសួរខ្លួនឯងខ្លះទេថាតើអ្វីទៅដែលធ្វើឲ្យកើតមានវិវាទគ្នាយ៉ាងហោចណាស់ 99% នៃវិវាទគ្នាគឺបានចាប់ផ្ដើមពីរឿងតូចតាចនិងមិនសំខាន់ដូចជាចនមានអារម្មណ៍អស់កម្លាំងហើយមួម៉ៅបន្តិចបន្តួចនៅពេលត្រឡប់ទៅផ្ទះវិញស្រាប់តែឃើញថា
អាហារល្ងាចមិនត្រូវមាត់ដូច្នេះទើបគេជ្រួញចិញ្ចើមទាំងរអ៊ូរទាំរីឯជោចវិញក៏មិនសប្បាយចិត្តប៉ុន្មានដែរទើបនាងនិយាយឡើងមកថាអ្នកគិតថាអាហារត្រូវតែឆ្ងាញ់គ្រប់គ្រាន់ឬចុះចំណាយចាយវាយវិញខ្ញុំទទួលបានប្រមាណឬខ្ញុំអាចធ្វើអាហារឆ្ងាញ់បានបើមានចង្ក្រានថ្មីដូចជាគេឯងគេមានគ្រប់តែគ្នានឹងសម្ដីនេះស្មើនឹងការមើងងាយមោទនភាពរបស់ចនដូច្នេះហើយទើបគេថាចាននេជូនវាមិនមែនជាបញ្ហាគ្មានលុយទេតែដោយសារតែនាងមិនចេះចាត់ចែងទៅវិញទេសរុបទៅរឿងតូចคล้ายទៅជារឿងធំទម្រាំនឹងវិលមករកភាពល្អដោយដើមវិញបានពួកគេបានចោទប្រកាន់គ្នាសពបែបយ៉ាងនិងទម្លាក់កំហុសដាក់គ្នាឡើងគ្នាច្រើនរាប់មិនអស់តាំងពីរឿងញាតរឿងលើកក្រែរឿងប្រកាសពាក្យសម្បត្តិនិងរៀបខ្នើយរៀបការនិងរឿងផ្សេងទៀតតែតាមតែអាចលើកយកកកាយឡើងមកបានគូចំនួនឈប់ឆ្លុះគ្នាដោយគ្មានសេចក្តីសរុបធ្វើឲ្យគួរក្បាលតានតឹងគ្មានអ្វីដែលអាចត្រូវរើគ្នាបានទេចននិងជូនក៏គ្រាន់ក៏មានគ្រាប់ថ្មីសម្រាប់បាញ់គ្នាបន្ថែមទៀតត្រៀមទុកប្រើក្នុងចំនួនក្រោយជាបន្តដៃវាកាន់តែអាក្រក់ទៅរឿងតូចតាចនិងគំនិតគិតមិនជ្រៅបង្កឲ្យកើតការឈ្លោះប្រកែកគ្នាដូច្នេះបើចង់កម្ចាត់វិវាទគ្នាអ្នកត្រូវតែកម្ចាត់គំនិតមិនជ្រៅនេះចោលនេះគឺបច្ចេកទេសអនុវត្តទទួលបានផលល្អមុននឹងរអ៊ូមុននឹងស្ដីថាឲ្យគេតិទៀនអ្នកណាម្នាក់ឬចោលប្រកាន់អ្នកណាចូលសួរខ្លួនឯងជាមុនថាវាសំខាន់ពិតមែនឬស្ទើរតែគ្រប់ករណីវាមិនមែនជារឿងសំខាន់សោះបើយ៉ាងនេះអ្នកអាចជៀសវាងការបង្កចំនួននេះបានចុះសួរខ្លួនឯងថាការពិតវាសំខាន់ឬបើគេឬនាងធ្វើឲ្យចានគូបារីធ្លាក់ទៅកំរោលព្រំឬភ្លេចបិទគម្របថ្នាំដុសធ្មេញឬត្រឡប់មកផ្ទះយប់ជ្រៅតាមការពិតវាសំខាន់ខ្លាំងណាស់បើគេចាយលុយខ្ជិះខ្ជាបន្តិចឬបញ្ចេញភ្ញៀវមកផ្ទះដែលខ្ញុំមិនចូលចិត្តនៅពេលអ្នកកំពុងតែគិតចង់ធ្វើអ្វីដែលជាអវិជ្ជមានចូលសួរខ្លួនឯងវាសំខាន់ឬអត់ចម្លើយរបស់អ្នកនឹងជួយធ្វើឲ្យផ្ទះគួរឲ្យចង់រស់នៅបំផុតវាអាចប្រើការបាននៅកន្លែងធ្វើការវាអាចប្រើការបាននៅពេលដែលអ្នកបើកឡានចំចរាចរណ៍កំពុងស្ទះពេលត្រឡប់មកផ្ទះវិញហើយមានឡានផ្សេងបើកមកពាំងពីមុខវាអាចប្រើការបានគ្រប់ស្ថានភាពជីវិតដែលតែងតែមានរឿងឈ្លោះប្រកែកគ្នា